ទំព័រទី1សេចក្តីផ្ដើមកាលខ្ញុំអាយុ23ឆ្នាំម្ដាយខ្ញុំទទួលមរណភាពភ្លាមដោយសារជំងឺដាច់សរសៃឈាមក្នុងខួរក្បាលដើមឡើយគាត់តែងតែជាមនុស្សមានសុខភាពល្អផូរផង់ប្រឹងប្រែងក្នុងការងារជាស្ត្រីវាងវៃពោរពេញដោយធម៌ពលដែលស្រឡាញ់ចូលចិត្តជីវិតរបស់ខ្លួនរហូតដល់ដង្ហើមចុងក្រោយតាមពិតទៅខ្ញុំបានឃើញគាត់នៅតែរក្សាស្មារតីជាមនុស្សបែបនេះនៅយប់មុនពេលគាត់ទទួលមរណភាពយើងបានជួបគ្នាក្នុងសាលកីឡាមួយដើម្បីមើលការប្រកួតបាល់បោះរបស់ក្មេងៗសិស្សវិទ្យាល័យពេលនោះគាត់សើចខ្លាំងៗនិយាយលឺៗហើយរីករាយនឹងជីវិតដូចសពមួយដងប៉ុន្តែ22ម៉ោងក្រោយមកគាត់បានលាចាកលោកទៅការបាត់បង់មេត្តាជាទីស្រឡាញ់បានជះឥទ្ធិពលជាអវិជ្ជមានជ្រាលជ្រៅបំផុតលើរូបខ្ញុំស្រមៃដោយភាពភ័យខ្លាចថាតើខ្ញុំនឹងដឹកនាំជីវិតដែលនៅសេសសល់នេះដោយរបៀបណាបើគ្មានដំបូន្មានគ្មានសំឡេងសើចកាក់ក្អាយគ្មានស្នាមញញឹមឬគ្មានក្តីស្រឡាញ់របស់គាត់កាលនោះខ្ញុំធ្វើការជាអ្នកព្យាបាលផ្លូវចិត្តនៅមណ្ឌលសុខភាពមួយក្នុងសហគមន៍ហើយពេលម្ដាយខ្ញុំទទួលមរណភាពខ្ញុំបានសូមច្បាប់សម្រាកពីការងាររយៈពេលរហូតដល់ទៅ2សប្តាហ៍ឯណោះដើម្បីដោះស្រាយបញ្ហាផ្លូវចិត្តរបស់ខ្លួនឯងទៅវិញ